សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់មុនណាថ្ងៃនេះយើងបន្តសេរីរបស់យើងដែលជាភេទទី4អន្តរពីទូស័យបានផាសស្វាងទូស័យក៏បានរៀបសាបឃើញខ្លួនឯងលេងជាមួយនឹងបារម្នាក់ទូស័យបានហៅគាត់ថាអាហ្វៃកំពុងតែអង្គុយលេងសុកសុកព្រះអម្ចាស់ដែលបានសង្គ្រោះទូស័យក៏បានមកគាត់ក៏បានដោះរបាំងចេញបង្ហាញនូវស្នាមញញឹមគួរឲ្យខ្លាចម្ចាស់បងទូស័យគាត់ក៏បានមកដែរក៏បានប្រាប់ទូស័យថាឯងឥឡូវនេះគឺជាប្រពន្ធរបស់ព្រះបត្រាហើយឯងគួរតែបំភ្លេចអតីតកាលចោលឲ្យអស់ទៅម្ចាស់បងទូស័យក៏បានវាយអាហ្វៃវាយយោចំណែកនៅខាងក្រៅនៅវិញទូស័យក៏កំពុងហៅឈ្មោះរបស់អាហ្វៃដែរថាលេក៏បានដែរពេលនេះភ្ជាប់ឡើងព្រះបត្រាស៊ីបានមកហើយទូស័យក៏បានភ្ជាប់ឡើងនឹងបានអូសភ័យក្របហើយក៏បានស្រីអត់ទៅកាន់ទូប្រមុននឹងចូលហើយបានជាមង្គលទ្វាសិនថាលេក៏បានប្រាប់មុននឹងមកព្រមក៏បានកោះទ្វាតាតែពេលនេះទ្រស្ដាប់មិនលឺទូស្រីក៏ស្រាប់តែសួរថាយើងមិនបានមកហើយបានជាស្រាប់តែមកនេះហើយក៏បានឆ្ងល់ជាមួយនឹងខ្លួនឯងហើយបានជាសួរអញ្ចឹងទូប្រក៏បានប្រាប់ឲ្យទូស្រីបដូរសម្លៀកបំពាក់ទៅក៏ដំណំទូស្រីទៅរាជវាំងដើម្បីចាក់ទឹកតែជូនឪពុកម្ដាយក្មេកទូស្រីថាយ៉ាងណាពិធីចាប់ហើយស្រាក់ពីក៏លែងមានទៀតដែរទូប្រក៏បានតបតែនាងមិនទាន់ផឹកស្រាក់អស់ហើយណាទូស្រីក៏ថាគ្រឹះទូប្រអើស្រីគ្រឹះទូប្រក៏បានឲ្យជិញ្ជៀនរៀបចំរទេះសេជាដំណើរជាយានក៏បានមកសួរថាលីតែណាក៏ជាអាហ្វៃថាលីក៏បានតបតឲ្យដែរនាងក៏បានមកទ្វាក្រាំងបន្ទាប់ពីចូលរាជវាំងផ្កាយទឹកតែហើយមហេសីក៏បានសរសើរថាទើស័យឆ្លាតនិងគួរឲ្យស្រឡាញ់ហើយដើម្បីបានជាព្រះអង្គមកផ្ដល់រង្វាន់មួយដល់នាងទៅព្រះអង្គទ្រង់ហៅឈ្មោះអមេឡាអត់ត្រូវទេព្រះអង្គក៏សួរតែចង់បានអីទើស័យក៏បាននិយាយថាខ្ញុំមិនចាស់មិនទាន់មានឈ្មោះជាភាសាចិននៅឡើយទេខ្ញុំចង់សាកសមឲ្យទ្រង់ជាដាក់ឈ្មោះថ្មីឲ្យមហេសីទ្រង់ក៏បានជ្រើសឈ្មោះដាក់ឲ្យទើស័យថាគឺជាមីងយាទើស័យក៏បានស្នើសុំរឿងមួយទៀតតាមច្បាប់នៅកូស៊ីយាស្ត្រីត្រូវតែមានតកដូចជាស្វាមីនាងចង់ប្រើប្រាស់តករបស់ព្រះបត្រាស៊ីគឺលីព្រះអង្គទ្រង់ក៏បានយកព្រមទ្រង់បានឲ្យអាមាត្យចារិជសារទូទាំងពិភពលោកព្រះនាងអាមេឡាមកពីនគរសីយាត្រូវបានប្រទានឈ្មោះដោយព្រះអង្គផ្ទាល់ឈ្មោះថាលីមីងយាទើស្រីក៏បានអរគុណដល់ទ្រង់ទាំងពីរបន្ទាប់ពីបញ្ចប់ពិធីចាក់ទឹកតាទើប្រុសក៏បាននាំទើស្រីត្រឡប់មកវិញទើស្រីក៏បានគិតថាទើប្រុសគឺគួរឲ្យឃើញខ្លាំងណាស់ទើស្រីក៏បានឃើញសមាមនុស្សម្នាក់លេចចេញមកគេបានពាក់មកហើយចេញមកបន្លាចទើស្រីក៏បានលុតដុំថ្មធំមួយចង់វាយប៉ុន្តែសំណាងដែរដែលទ្រង់ក៏បានហៅទើស្រីថាជាបងធំក៏មិនច្បាស់ជាត្រូវមិនខានដុំថ្មធំផងនេះទើប្រុសក៏បានសួរក្រែងទៅសាលារៀនមិនក៏មកទីនេះវិញពេលនាងថាមកពីទ្រង់ខំរៀនខ្លាំងពេកបានជាគ្រូឲ្យទ្រង់ត្រឡប់មកវិញទើប្រុសក៏បានសួរតែម្ចាស់បងទី3ដឹងរឿងនេះអត់ពេលនាងក៏បានតបថាទ្រង់ដឹងតើទ្រង់នឹងហើយជាអ្នកដែលបានអនុញ្ញាតលោកអាមាត្យក៏បានដាក់មកហៅទើប្រុសព្រះអង្គចាំលេងអុកជាមួយពេលនាងក៏បានឲ្យទើប្រុសទៅចាំទ្រង់មើលបងថ្លៃឲ្យពេលនាងខាងលើក៏បាននាំទើស្រីមកមកសិនច្បាស់ទ្រង់ថាចង់នាំទើស្រីទៅមើលផ្កានៅកន្លែងផ្សេងទៀតមនុស្សស្រីម្នាក់ក៏បានលេងមកឡើងនាងក៏មានឈ្មោះថាហុយស៊ីននាងបាននិយាយថាខ្ញុំឆ្ងល់តែសំឡេងសត្វចាបមកពីណាតាមពិតគឺបានជួបពីនាងមកពីនគរសីយាសោះនាងបានសួរអ្នកបម្រើតែឈ្មោះរបស់ទើស្រីឈ្មោះអីអ្នកបម្រើក៏បានហៅឈ្មោះទើស្រីបែបលេងសើចពេលនាងក៏បានស្រីឲ្យមិនក៏ហ៊ានដាក់ឈ្មោះឲ្យបងថ្លៃយើងបែបនេះនាងគួរតែហៅទ្រង់ថាអ្នកនាងស៊ីនាងក៏គួរតែគោរពទ្រង់ដែរម្យ៉ាងទៀតព្រះបិតាទើតែប្រទានឈ្មោះថ្មីឲ្យគឺលីមីងយាអ៊ុយស៊ីនក៏បានសួរពេលនាងហើយបានជាទ្រង់មកទីនេះនៅម៉ោងនេះតែធ្វើឲ្យគ្រូខាងគ្រូបណ្ដឹងចេញទៀតហើយមែនពេលនាងក៏បានប្រាប់កុំឲ្យខ្វល់ពីរឿងទ្រង់អីអ៊ុយស៊ីនថានាងមិនចង់ខ្វល់ទេប៉ុន្តែមុននឹងនាងបានជួបជាមួយនឹងព្រះបត្រាទី3ទ្រង់បានសួរពីពេលនាងនៅមានរឿងច្រើនដែលត្រូវធ្វើភាសាជាងនេះនាងក៏បានដើរចាក់ចែងប៉ុន្តែដើរចាក់ចែងនឹងក៏មើលទឹកមុខអសោះគឺគុំសាហាវខ្លាំងណាស់ទោះជាថាមើលទៅនាងដូចជាកំពុងតែស្ដាប់ខ្ញុំទោះស្រីក៏បានបែរទៅនិយាយជាមួយនឹងពេលនាងម្ដងអញ្ចឹងទ្រង់ពិតជាបានកិច្ចមករៀនមែនពេលនាងថាទ្រង់នឹងត្រឡប់ទៅវិញឥឡូវនេះទោះស្រីក៏បានចាប់កោអាវកុំបញ្ញាប់មើលនាងមានរឿងចង់សួរកាលមកទូប្រុសវិញព្រះអង្គទ្រង់ថាទ្រង់បានរៀបចំពិធីមង្គលការឲ្យទូប្រុសតែមិនមានពេលវេលាដើម្បីដោះស្រាយទឹកចំនួនទេទ្រង់លើថាប្រហែលថ្ងៃមុនទូប្រុសក៏បានទៅពិនិត្យមើលទូប្រុសក៏ថាគាត់ក៏ទទួលខុសត្រូវខ្ពស់ចំពោះការថែរក្សាទំនប់ទឹកដែរហើយគាត់ក៏បានឲ្យកម្មករមកពីវ៉ាន់នាស្នាក់នៅក្បែរទំនប់ទឹកដើម្បីជៀសវាងករណីមានអាសន្នព្រះអង្គទ្រង់បានសរសើរទៅកាន់ទូប្រុសថាធ្វើបានល្អហើយតែឃាតករដែលព្យាយាមធ្វើគេពេលនាងនៅជិតកន្លែងនឹងដែរមែនអត់ទូប្រុសក៏បានប្រាប់ថាវាគិតនៅឆ្ងាយខ្លាំងណាស់ព្រះអង្គក៏បានបន្តទៀតថាបានជាឯងទទួលតួនាទីមើលទំនប់ទឹកទៅហើយឯងត្រូវតែប្រយ័ត្ននិងថែរក្សាខ្លួនឯងផងពេលដែលយើងចាស់ទៅយើងត្រូវពឹងលើកបត់គ្រប់គ្នាហើយម៉ែក៏ចាប់ដើមភ្លៀងទ្រង់ថាទ្រង់បារម្ភខ្លាចទូប្រុសប្រឈមមុខតែម្នាក់ឯងទូស្រីកំពុងតែចូលក្រានដំបូលតូចមួយភ្លៀងមើលទៅដូចជាមិនងាយរៀងទេទូស្រីក៏បានឃើញឈើមួយយកមកទាយតើនាងគួរតែនៅឬមកកាត់ទៅឈើក៏បានចងល់ថាទូស្រីគឺគួរតែនៅទូស្រីក៏បានស្ដាប់លើសំឡេងប៉ិនហើយក៏បានដើរតាមសំឡេងដល់ដំណាក់មួយទូស្រីបានឃើញដូនជីម្នាក់គាត់ក៏មានសក់សហើយនឹងកញ្ចាំសទូស្រីក៏បានកណ្ដាលដូនជីក៏បានហៅឲ្យទូស្រីចូលមកខាងក្នុងសិនមានសម្លេងបំពាក់នៅក្នុងទូខ្លះទូស្រីតែបដូរសិនទៅទូស្រីថានាងមកទីនេះគឺដោយសារតែសំឡេងប៉ិនអរគុណសម្រាប់សម្លៀកបំពាក់មួយនេះដូនជីក៏បាននិយាយថានៅទីនោះក៏មានស្លឹកតែខ្លះដាំផឹកដើម្បីកម្ដៅខ្លួនសិនទៅទូស្រីក៏បានឆ្ងល់មិនគិតថ្ងៃនេះខ្លួនឯងស្ដាប់បង្គាប់ម្លេះជាអ៊ីងក៏បានប្រាប់ព្រះបត្រាទី3ថាឃាតករកាលពីថ្ងៃមុនគឺជាតុងឈិនជាមនុស្សដែលព្រះអង្គមកសើចំអហើយទម្លាក់គាត់ចោលបត្រាទី3ក៏សួរតែណាគឺជាអ្នកដែលកំចាត់គ្នារបស់តុងឈិននៅពេលនោះជាអ៊ីងក៏បានប្រាប់ថាគឺជាព្រះបត្រាស៊ីបត្រាទី3ក៏បានថាទោះបីជាតុងឈិនចង់សងសឹកក៏ដោយក៏គេមិនអាចធ្វើទាំងបថុយបន្តានបែបនេះដែរប្រហែលជាគេពីមនុស្សដែលបញ្ជាហើយស៊ីអ៊ីងថាអ្នកបាក់ទឹកបានប្រាប់គាត់ដូចជាមិនមានអ្វីពាក់ព័ន្ធនឹងកងទ័ព
บได้จีบอย่างลีปินเต้พอตราตีไปกับบานเนธาเรื่องนี้เป็นสำคัญครั้งหน้ากรมไฟประหายอาซาเป็นเนียนเจนคันกับบานมอกประตราตีไปกับบานสู้แต่มอกตัวเป็นเนียนธาตรงมาจูบเนกรูพอตราตีใบธาบันจังโกตาติจูบใบดาได้เตอร์เป็นเนียนกับบานดาจะแจ้งตามกระแสในระบอบตรงจะบัวซีอิงหาโดยจีจำแรกให้กระจับดำแดงเพลียงตัวใส่กับบานเดดโอนจีเนียนธาบานบานสำเร็จปันระบอบกอเต้ในประหารจิมันดังตานาไลโดนจีกับบานปรับปีเพลตลับตะเวงตัวใส่ธายังนึงยกสำเร็จเปะไอกอดเวงในเปได้สมาร์ทรุ่ยเป็นเนียนเจนคันกับบานเคินตัวใส่ดากัดนั่งตรงกับชงอนไม่ก่อนแนมเลียงซี่มอกตีนินจังรีติเยียดกระปงแตงกุยมือเกยเล็งปานเลอแซกในตะบอกกอดกับบานมากราบก็มาเรียบจำโดยให้ก่อนนึงจุกเพลนกันไล่ระบอลีรีติเยียดท่ากำนองไม่บัญชีการลีปินมอกจิมวยกรุบกรีดังให้ทาลีปินสตัดกรามการกับกรองระบอกกอดวีอาจดำเนินการสงสัยตู้สไลกับบานตลาดหมดดำหนาเวงทาลีกับบานย่อมหายบัญชีตรงฝืนบาปลุนตู้ไปเชียร์แบบวัตราซีมันสลันตรงก็ตรงมันกดบัวจะโดนจีได้รู้สึกเลี้ยวเปียได้ถือใส่เสลียตลาดหมดเวงวิกเจระบาดโดนจีปันเวงใส่เรียนเพติปนออกมาเยิงกับบานชีมันดาวติมันชาวเทไทยในแต่กอกนี้มีสมตัวพ่อในชาติมีสมเลงปนระบาดมีก่อไส้ให้มีสมกลสำหรับการตุสนาปีดำระหมดาวเจ้าเจอกันในวันเตียนดาวิดออกไกรนาบ๊ายบาย